នេះគឺជារបៀបដែលខ្ញុំធ្វើដំឡូងបារាំងបំពងឲ្យមានរសជាតិឆ្ងាញ់ហើយសំខាន់ស្រួយល្អវិធីធ្វើអត់ពិបាកទេហើយមានគន្លឹះតែបន្តិចតួចប៉ុណ្ណោះដំបូងគឺចាប់ផ្ដើមពីការហាន់ដំឡូងយើងត្រូវហាន់វាជារាងចង្វាមូលបែបហ្នឹងតែបើសិនបងប្អូនអាចហាន់ឲ្យរាងទូចជាងរបស់ខ្ញុំបន្តិចកាន់តែល្អទំហំប៉ុណ្នេះរាងធំតិចហើយបងប្អូនហាន់ឲ្យទូចជាងនឹងតិចទៅបន្ទាប់មកត្រូវយកវាមកលាងទឹកឲ្យស្អាតប្រហែលជា4-5ទឹកទៅរហូតទាល់តែទឹកនឹងឡើងថ្លាបែបហ្នឹងព្រោះបើវានៅសទឹកសមានន័យថាវាជាប់ម្សៅច្រើនយកទៅបំពងដំឡូងយើងអត់សូវស្រួយល្អទេរួចហើយយើងត្រូវដាំទឹកមួយឆ្នាំងខ្ញុំដាក់ទឹក2លីត្រហើយដាក់អំបិល1ស្លាបព្រាបាយពេញបងប្អូនប្រហែលជាឆ្ងល់ថាដាក់អំបិលច្រើនអញ្ចឹងមិនប្រៃខ្លាំងហើយចាយើងត្រូវធ្វើឲ្យទឹកនឹងរាងប្រៃបន្តិចទើបដំឡូងរបស់យើងមានជាតិប្រៃឡំឆ្ងាញ់แล้วនៅពេលដែលទឹកចាប់ផ្ដើមពុះខ្ញុំដាក់ដំឡូងចូលហើយយើងត្រូវស្ងោរវាឲ្យឆ្អិនតែមិនឲ្យវាឆ្អិនទាល់តែផុយរលួយខ្លាំងទេបងប្អូនត្រឹមថាយើងយកមកទៅពីញ៉ាំទៅដឹងថាឆ្អិនហើយនៅពេលដែលដំឡូងឆ្អិនហើយយើងត្រូវស្រង់វាចេញដាក់នៅលើកញ្ច្រែងឬមួយក៏ថាសអីមួយមកឲ្យវាស្រស់ទឹកឲ្យអស់ហើយបើសិនជាមានពេលគឺល្អបំផុតបងប្អូនដាក់ចូលទៅក្នុងទូទឹកកកកន្លែងកកហ្នឹងប្រហែលជាកន្លះម៉ោងទៅ1ម៉ោងសិនឲ្យដំឡូងរបស់យើងវាស្ងួតហើយត្រជាក់បានល្អដល់ពេលបំពងយើងដាក់ប្រេងឆារៀងច្រើនតិចមកហើយដាំប្រេងនឹងឲ្យក្តៅបើសិនជាបងប្អូនចង់ដឹងថាប្រេងក្តៅខ្លាំងល្អហើយនៅអាចតម្លាក់ដំឡូងមកដុំចូលទៅសិនបើសិនជាវាពុះដែរតែវាពុះរ៉េអញ្ចឹងអានឹងអត់តន់ក្តៅខ្លាំងទេតទៅថាដាក់ទៅពុះប្រេងវឹបមកហ្មងដូចខ្ញុំបង្ហាញក្នុងវីដេអូហ្នឹងនឹងបានអូខេហើយចឹងក្រោយដាក់ដំឡូងចូលហើយយើងកូរវាបន្តិចទៅហើយបន្តបំពងរហូតដល់ទៅវាឡើងក្រហមល្អគឺរួចហើយចឹងសរុបទៅម្ដងទៀតគន្លឹះសំខាន់ក្នុងការធ្វើឲ្យដំឡូងរបស់យើងស្រួយល្អទី1គឺតកតទៅនឹងការហាន់ដំឡូងបងប្អូនហាន់ឲ្យរាងទូចឆ្មារជានឹងតិចមកហើយកុំភ្លេចយកទៅលាងទឹកឲ្យស្អាតឲ្យទឹកឡើងថ្លាល្អរួចហើយយកទៅស្ងោរឲ្យឆ្អិនហើយយកទៅដាក់នៅក្នុងទូទឹកកកឲ្យបានប្រហែលជាកន្លះម៉ោងទៅ1ម៉ោងដើម្បីឲ្យដំឡូងយើងវាស្រស់ទឹកហើយឡើងត្រជាក់រួចមកយកមកបំពងដោយប្រើប្រេងដែលក្តៅខ្លាំង